ផ្ទុះការចាប់អារម្មណ៍តារាចម្រៀងពន្លកថ្មីត្រូវជាសាច់ឈាមអុកញ៉ាខេមរៈស្រីមុនមានទឹកដំសម្លេងស្រដៀងខេមរៈស្រីពៅចាជាការពិតណាកន្លងមកមហាជននិយមតាមដានជីវិតឯកជនរបស់អុកញ៉ាខេមរៈស្រីមុនច្បាស់ជាបានជ្រាបហើយថាក្រៅពីមានបងប្រុសជាអតីតអ្នកនិពន្ធល្បីឈ្មោះខេមរៈភិរុនចានឹងប្អូនស្រីបង្កើតជាតារាចម្រៀងដែលបានចែកឋានទៅគឺកញ្ញាខេមរៈស្រីពៅនោះចាអុកញ៉ាខេមរៈស្រីមុនចាក៏នៅមានប្អូនស្រីជាទួតមួយម្នាក់ទៀតក៏ជាតារាចម្រៀងដែរចាក្នុងនោះបើទោះបីជាប្អូនស្រីជាទួតមួយរូបនោះហាក់ជាសាច់ឆ្ងាយក៏ពិតមែនប៉ុន្តែកន្លងមកអុកញ៉ាខេមរៈស្រីមុនក៏តែងបង្ហាញពីសមត្ថភាពរបស់ប្អូនស្រីជាទួតមួយគឺតារាចម្រៀងស្រីអ៊ីតសុភាឧស្សាហ៍ហៅអ៊ីតជូលីណាចាប្រាប់មហាជនដូចគ្នាដែរគណៈកញ្ញាអ៊ីតជូលីណាចាមានសំនៀងប្រហាក់ប្រហែលនឹងខេមរៈស្រីពៅចាជាក់ស្ដែងក្រោយពីបានបោះជំហានចូលរួមប្រកួតកម្មវិធី Cambodian Idol ចារដូវកាលទី4មិនបានលទ្ធផលល្អក្តីតែកញ្ញាអ៊ីតជូលីណាបានបន្តដំណើរលើវិថីសិល្បៈคล้ายទៅជាតារាចម្រៀងអាជីពយ៉ាងមានប្រជាប្រិយភាពចាក្នុងនោះមហាជនតែងតែសម្គាល់ដូចគ្នាថាក្រៅពីបទចម្រៀងនិពន្ធថ្មីខ្លួនឯងកញ្ញាអ៊ីតជូលីណាចានិយមយកបទចម្រៀងកញ្ញាខេមរៈស្រីពៅមកច្រៀងខណៈសម្លេងរបស់នាងស្រដៀងគ្នានឹងបងស្រីជាទូតមួយ